ថារដូវភ្លៀងរដូវខែវស្សាក៏ឈានជឿនចប់ហើយពុកម៉ែបងប្អូនរីឯរដូវធ្លាក់ខ្យល់រដូវកដឹកខ្យល់នេះក៏ចាប់ផ្ដើមឈានចូលម្ដងតិចម្ដងតិចថ្ងៃនេះមកអូសត្រីញ៉ាំប្អូនអូសត្រីដូចឃើញលើក្បាលវីដេអូចឯងត្រីថ្ងៃនេះក៏អូសបានច្រើនសំណំដែលគ្នា3នាក់បានមកឡើងគូត្រោកបែបបងប្អូនព្រោះថាគឺគេរៀបនឹងបិទលូបិទអុយណាមួយយើងតនេទាំងអុយផងថ្ងៃនេះត្រីយើងកុំសូវមានធំដែលត្រីយើងមានមកល្មមហូបមានទូចមានធំក៏មានឲ្យជាធម្មតាទេប៉ាន់2ថ្នាក់ដៃ3ថ្នាក់ដៃបើយើងយកអាំងយកអុយម៉ែអាជាតិឲ្យអាជាតិឲ្យពុកម៉ែបងប្អូនត្រីធម្មជាតិចេះអាំងតូខ្លាញ់ស្រក់តក់បើសិនតែមានក្តៅមានបាយក្តៅអ៊ុនបុកមិលខ្ទឹមជាតិម៉ែអាជាតិណាពុកម៉ែបងប្អូនអើយចង់សួរទៅអ្នកកំពុងមើលអ្នកណាខ្លះដែលធ្លាប់ឆ្លងកាត់រូបភាពបែបនេះដេញតាស្គាល់រសជាតិធម្មជាតិលក្ខណៈថាធម្មជាតិមើលទៅ fresh បងប្អូនមើលត្រីទៅលូតទៅប្រោតណតតំណងណាបងប្អូនអើយណោះធំជាងគេនោះបងប្អូនរំប៉ាន់បាត់ដៃថតចេះមើលទៅទួយទៀតនេះមើលទៅទៅពីមើលក្រៅមកប៉ាន់បាត់ដៃដាក់អាំងទៅខ្លាញ់ស្រក់តក់បងប្អូនអើយខ្ញុំមុននឹងមកនេះក៏បុកមិលហើដោះបាយមកបាវដាក់បាយក្តៅអ៊ុនទៀតអូដាក់ទៅជាតិណាបងប្អូនអើយមើលត្រីជាខំប្រតយកមកដល់ដាក់អាំងនេះត្រីធំដាក់អាំងមកបាយក្តៅហូបជុំគ្នាបងប្អូននេះសិតបងប្អូនខ្មែរក្មួយនេះគ្រប់ពូនេះបងប្អូនមកស្នាញ់ចង់2គីឡូបងប្អូនត្រីវាឡើងនេះពួកខ្ញុំអូអញតែប៉ុណ្ណេះឯងមិនទៅអញច្រើនទេគ្នា3នាក់ត្រីមិនសូវមានធំដែរអូរួចក៏ចាប់ដើមចែកគ្នាបោះផងអូផងនេះឯងជុំតែគ្នាពូនេះដាក់យំពូត្រីលោតបងប្អូនអើយអានេះត្រីវាគេបិទលូបិទអុយទៅវាឡើងមកពួកខ្ញុំក៏ត្រូវអូផងដល់ពីអត់បានយកស្នាញ់យកអុយមកចេះក៏ពូនោះមកដល់បងយកត្រីបានឡើងចិត្តម្លាំងបងប្អូនអុយក្បិតលូចេះត្រីវាឡើងពួកខ្ញុំក៏អូតាមនេះឯងមិនអូយណាទេដាក់ផ្លិចឈឿនអុយវាឡើងអញតិចពីស្រកខ្លះហើយពីមុនទឹកច្រើនក៏វីដេអូខ្ញុំក៏មានតែប៉ុណ្ណេះបងប្អូនអើយពុកខ្ញុំមានក៏ចូលកណាកុំកែបកាន់ខ្ញុំបាយ